លោកជំទាវសមាជិកសមាជិការាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសថ្នាក់ដឹកនាំមន្ត្រីរាជការបណ្ដារាជធានីខេត្តនិងអង្គពិធីទាំងមូលជាទីមេត្រីថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ2023និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ2024ក្នុងក្របខ័ណ្ឌនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូនៅក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលផ្អែកលើរបាយការណ៍របស់អាដាមហ៊ុនបឌីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូលចំពោះអង្គភាពជ័យលាភីអនុវិទ្យាល័យសាលាបឋមសិក្សានិងមណ្ឌលសុខភាពដែលទទួលបានចំណាត់ថ្នាក់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ2023ហើយមិញស្ដាប់ទៅអនុវិទ្យាល័យមានអតីតអនុវិទ្យាល័យរបស់ខ្ញុំមួយដែរចាក់ទៅមុខខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូដែលត្រូវបានដឹកនាំអនុវត្តដោយគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិប្រកបដោយតម្លាភាពសុចរិតភាពនិងមានការទទួលខុសត្រូវខ្ពស់និងប្រកបដោយវិជ្ជាជីវៈខ្ពស់ផ្អែកលើបែបបទនីតិវិធីនិងគោលការណ៍ច្បាស់លាស់ទន្ទឹមនឹងនេះខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជនកីឡាឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំឯកឧត្តមបរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈព្រមទាំងឯកឧត្តមលោកជំទាវលោកស្រីជាសមាជិកនៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិថ្នាក់រាជធានីខេត្តនិងថ្នាក់ក្រុងស្រុកខណ្ឌដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមគាំទ្រនិងជំរុញការអនុវត្តចលនាប្រឡងប្រដាល់អង្គភាពផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាពគុណភាពប្រសិទ្ធភាពនៅតាមបណ្ដាអង្គភាពអប់រំនិងសុខាភិបាលទៅមូលដ្ឋានអាដាមលោកជំទាវលោកស្រីជាទីមេត្រីស្ថិតនៅក្រោមម្លប់នៃសុខសន្តិភាពរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានឹងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិនិងការងារកែតម្រង់សំខាន់ទៅក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជនដើម្បីសម្រេចគោលដៅនេះរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពសម្ដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ2030ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ2050ជាប្រទេសដែលមានចំណូលខ្ពស់ចូលលើស្មារតីនេះការលើកកម្ពស់អភិបាលកិច្ចនៅក្នុងរដ្ឋបាលសាធារណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1នឹងផ្ដល់សារៈសំខាន់ក្នុងការជំរុញការអនុវត្តគោលនយោបាយវិបច្ចការនិងវិសាមញ្ញការការកែតម្រង់រដ្ឋបាលសាធារណៈការកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌និងការកែតម្រង់តាមវិស័យអតិភិបគន្លឹះផ្សេងទៀតរបស់រាជរដ្ឋាភិបាលនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ទៅតាមវិស័យអតិភិប
នឹងរៀបចំបង្កើតយន្តការអនុវត្តដើម្បីដោះស្រាយបញ្ហាប្រឈមនិងការធានាប្រសិទ្ធភាពស័ក្តិសិទ្ធភាពនិងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអតិភិបរបស់រាជរដ្ឋាភិបាលក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានការគន្លឹះនៅក្នុងការកែតម្រង់រដ្ឋបាលសាធារណៈដើម្បីលើកកម្ពស់សមត្ថភាពប្រសិទ្ធភាពនិងសមិទ្ធកម្មនៅក្នុងរដ្ឋបាលសាធារណៈតាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណធិបតេយ្យតម្លាភាពនិងយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពការលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពការងារប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈនិងការរៀបចំដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្កត់ភាពសមត្ថភាពប្រសិទ្ធភាពនិងចីរភាពទី2បង្កើតគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការពង្រឹងគុណភាពសាលារៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាសម្រាប់ផលិតនៅមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញសីលធម៌អរិយាប័ត្រល្អនិងសមត្ថភាពបំពេញការងារខ្ពស់ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមសេដ្ឋកិច្ចនិងទីផ្សារការងារទី3ការបង្កើតគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះនៅក្នុងវិស័យសុខាភិបាលដើម្បីលើកកម្ពស់សុខភាពសុខបាលភាពប្រជាជនតាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋានហើយនៅក្នុងវីដេអូដែលបានរៀបចំឡើងដោយសង្ខេបនេះគឺយើងឃើញហើយការខិតខំនៅក្នុងការពង្រឹងនិងពង្រីកសមិទ្ធផលផ្សេងជូនប្រជាពលរដ្ឋជាពិសេសនៅមូលដ្ឋានគឺជាគោលដៅធំតែខ្ញុំតែងតែនិយាយអ្វីដែលសំខាន់វាមិនមែនអ្វីនៅលើกระดาษនោះទេអ្វីដែលសំខាន់គឺលទ្ធផលជាក់ស្ដែងនៅលើដីហើយលទ្ធផលនេះគឺផ្អែកទៅមូលដ្ឋានតែម្ដងគឺមូលដ្ឋានគ្រឹះរបស់យើងគឺនៅតាមភូមិឃុំស្រុកអត់មានពីណារស់នៅក្រុងដែលគ្មាននៅក្នុងភូមិនោះទេសូម្បីតែនៅរាជធានីគឺចាប់ផ្ដើមពីភូមិបន្តមកសង្កាត់ក្រុងគឺជាបណ្ដុំកម្រិតខ្ពស់អញ្ចឹងបើយើងពង្រឹងឲ្យចំតែម្ដងទៅដល់ភូមិឃុំសង្កាត់ខេត្តចឹងហើយបានជាការដាក់ចេញនៅគោលនយោបាយរបស់យើងសំខាន់ណាស់រាជរដ្ឋាភិបាលគ្រប់បណ្ដាទាំងអស់ហើយគ្រប់កន្លែងទាំងអស់គ្រប់ពេលទាំងអស់ផ្ដោតទៅលើគោលដៅធំពីរទី1ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋទី2ខិតខំវាយតម្លៃកែលម្អកាត់បន្ថយរឿងអវិជ្ជមានតែពីរហ្នឹងធ្វើតែពីរហ្នឹងបានគឺបូកចូលគ្នាគឺផលវិជ្ជមានច្រើនបើយើងធ្វើតែពង្រីកតែសមិទ្ធផលវិជ្ជមានអត់កាត់បន្ថយអ្វីដែលជាបញ្ហាវាពិបាកអានឹងពេលខ្លះដូចវេចកចង្កោលវាទាញអាផលដែលវិជ្ជមានមិនឲ្យទៅល្បឿនលឿនហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាវិជ្ជមានផ្ដោតទៅលើតែដោះស្រាយបញ្ហាផ្លេចពង្រីកនៅអ្វីវិជ្ជមានជូនតម្រូវការប្រជាពលរដ្ឋរីកជាប្រចាំអញ្ចឹងត្រូវឆ្លើយតបទាំងពីរនៅក្នុងន័យនេះរាជរដ្ឋាភិបាលអាណត្តិទី7និងទី6ទី7ដាក់ចេញគោលនយោបាយគឺបន្តនិរន្តរភាពនិងសកលភាពនៃគោលនយោបាយដែលបានអនុវត្តពីពុទ្ធបោជាពិសេសពីអាណត្តិទី6បាត់នេះសម្បីតែការវាយតម្លៃនេះគឺយើងបានចាប់ផ្ដើមពីអាណត្តិទី6 2018ដាក់ចេញ2019បានបន្តិចកូវីដមកតែយើងមិនបញ្ចប់ទេដោយសារវាជាចំណុចវិជ្ជមានរបស់យើងជាការខិតខំប្រឹងប្រែងច្នៃប្រឌិតនៅក្នុងការអនុវត្តចឹងតែខ្ញុំតែងតែនិយាយជានិច្ចកាលគ្រប់កម្មវិធីដែលពាក់ព័ន្ធទៅគេសួរថាតើគោលនយោបាយរដ្ឋាភិបាលថ្មីខុសពីមុនយ៉ាងម៉េចយើងប្រកាន់គោលចំហ2និរន្តរភាពនិងសកលភាពនៃគោលដៅនយោបាយគឺបម្រើប្រជាពលរដ្ឋធ្វើឲ្យប្រទេសយើងកាន់តែរីកចម្រើនឈានទៅជាប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ2050ហើយសកលភាព
គឺយើងត្រូវបន្តនៅគោលនយោបាយដែលដាក់ចេញយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1គឺជាការបន្តនៃយុទ្ធសាស្ត្រចតកោណយើងអត់ធ្វើបដិវត្តទេយើងបន្តនិរន្តរភាពសួរថានិរន្តរភាពនេះបើកាន់តែគោលនយោបាយដដែលរីកចម្រើនឬអត់គោលនយោបាយដដែលប៉ុន្តែអ្វីដែលប្រែប្រួលគឺការជ្រើសរើសអត្ថិភាពនិងវិធីសាស្ត្រក្នុងការធ្វើដើម្បីសម្រេចគោលដៅតែត្រូវមានភាពនវានុវត្តន៍ទៅភាពច្នៃប្រឌិតទី1បើគ្មានលំនឹងនៃគោលនយោបាយទេម្ដងចេះម្ដងទៅចប់ខ្ញុំចាំប្រទេសខ្លះគ្រាន់តែគោលនយោបាយសុខភាពជូនប្រជាពលរដ្ឋដោះមិនចេញមានលុយមានអីតែដោះមិនចេញដោយសារគោលនយោបាយសុខភាពមួយថ្នាក់ដឹកនាំគឺថាប្រធានាធិបតីមួយគាត់ធ្វើ5ឆ្នាំមុំតកែចេញចរចាចុះឡើងចប់អាណត្តិអ្នកថ្មីឡើងលុបចោលបាត់នៅតែដោះមិនចេញចឹងរាជរដ្ឋាភិបាលកម្ពុជានៅក្នុង40ឆ្នាំនេះយើងដឹកនាំដោយនិរន្តរភាពហើយនិរន្តរភាពនេះសំខាន់គឺលំនឹងការកែច្នៃប្រឌិតដាក់ចេញនៅវិធីសាស្ត្រគឺជាការចាំបាច់ជាស្ដែងនៅអាណត្តិទី7នេះយើងបានដាក់ចេញកម្មវិធីនយោបាយអាទិភាព6និងវិធីកលឹះ5ទិសដៅអ្វីគោលនយោបាយកម្មវិធីគោលនយោបាយអាទិភាព6នោះគឺការដាក់ចេញនៅកម្មវិធីអត្ថប្រយោជន៍ផ្សេងផ្ដល់ផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋនៅក្នុងរឿងសុខាភិបាលបាទប្រព័ន្ធគាំពារសង្គមការបណ្ដុះបណ្ដាលពលរដ្ឋ5សែននាក់ពង្រាយមន្ត្រីកសិកម្មទៅតាមឃុំសកាត់ការជួយកសិផលផ្សេងនេះហើយគឺជាការពង្រីកនៅសមិទ្ធផលវិជ្ជមានបន្ថែមតែយើងក៏មិនភ្លេចនៅចំណុចដែលត្រូវមើលនៅបញ្ហាប្រឈមមួយចំនួនដែលជាអាទិភាពចឹងបាទយើងដាក់ចេញនៅវិធានកលឹះ5វិធានកលឹះ5នេះគឺផ្ដោតទី1ទៅលើការកំដែទម្រង់រដ្ឋបាលសាធារណៈដើម្បីយើងពិនិត្យវាយតម្លៃកែទម្រង់ខ្លួនយើងឲ្យបានរៀបផ្ទះយើងឲ្យកាន់តែរៀបរយកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើប្រជាជនពង្រឹងកែសម្រួលវិធីសាស្ត្រនិងបន្តនៅការកំណែទម្រង់នៅវិស័យសុខាភិបាលវិស័យអប់រំការដាក់ចេញពិនិត្យវាយតម្លៃនិងយន្តការផ្សេងដើម្បីកាត់បន្ថយភាពអវិជ្ជមាននៅក្នុងការពង្រឹងគោលនយោបាយក្នុងការផ្ដល់សុវត្ថិភាពសន្តិសុខភូមិឃុំសង្កាត់មានសុវត្ថិភាពនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងវិធានការដើម្បីកាត់បន្ថយនូវភាពអវិជ្ជមាននៅក្នុងប្រព័ន្ធយុតិធម៌ដើម្បីបម្រើបង្កើននូវយុតិធម៌សង្គមនេះហើយដែលខ្ញុំនិយាយថាអ្វីដែលយើងធ្វើត្រូវគិតទាំងពីរទាំងផលវិជ្ជមានទៅត្រូវដាក់ចេញហើយកុំភ្លេចមើលនៅចំណុចខ្សោយដែលយើងត្រូវដាក់វិធានការមុតស្រួចដើម្បីកែវាឲ្យវាទៅមុខនេះហើយគឺជាអ្វីដែលត្រូវធ្វើបាទធ្វើមួយអត់មួយវាអត់ទៅរួចលឿនទេបើផ្ដោតតែផលវិជ្ជមានភ្លេចទទួលស្គាល់និងកាត់វិធានការដើម្បីដោះស្រាយអវិជ្ជមានយើងដើរទៅមុខយឺតហើយជួនកាលចំពប់ជើងដួលផងតែបើសិនជាយើងអាឡ័យតែផ្ដោតទៅលើរឿងអវិជ្ជមានមិនគិតពីការកសាងសមិទ្ធផលវិជ្ជមាននៅពេលដែលប្រជាជនត្រូវការទៅក៏ទៅមិនរួចចឹងហើយបានជានីតិកាលទី7នេះយើងដាក់ចេញនៅកម្មវិធីគោលនយោបាយអាទិភាពទី6និងវិធានកលឹះ5គឺនៃនឹងឯងអាដាមលោកជំទាវប្រហែលជាអាចលើ6ចំណុចដែលខ្ញុំចុះប្រកាសមុនដល់ឆ្នាំ2023គឺផ្ដោតទៅលើការកម្មវិធីគោលនយោបាយកម្មវិធីគាំពារសង្គមផ្ដល់ភាពវិជ្ជមានតែ5ចំណុចដែលយើងវិធានកលឹះគឺមុតស្រួចនៅក្នុងការកំណែទម្រង់កំណែទម្រង់3ខាងមុនខាងដើមទី1ដែលជាអាទិភាពដំបូងគឺកំណែទម្រង់រដ្ឋបាលសាធារណៈការរៀបចំផ្ដោតទៅលើគោលការណ៍3ទី1ការរើសមន្ត្រីថ្មីផ្អែកទៅលើគោលការណ៍គុណធម៌ដែលបានអនុវត្តកន្លងហើយខ្ញុំសូមធ្វើការកោតសរសើរទៅដល់ក្រសួងមុខងារសាធារណៈក្រសួងអប់រំក្រសួងពាក់ព័ន្ធស្ថាប័ន ACU គ្រប់ទាំងអស់ដែលបានចូលរួមធ្វើយ៉ាងណាឲ្យយើងធ្វើការរើសមន្ត្រីតាមការប្រឡងថ្មីនេះ
ផ្អែកទៅលើគោលការណ៍ដំណាភាពយុត្តិធម៌អ្នកចេះជាប់ដោយមោទនៈលើសមត្ថភាពខ្លួនឯងអ្នកមិនជាប់គឺមិនជាប់ដោយអស់ចិត្តបើន័យថាខំប្រឹងអស់ហើយវិធីសាស្ត្រស្មើភាពគ្នាហើយធ្វើម៉េចគេធ្វើបានល្អជាងយើងនេះគឺជាអ្វីដែលយើងធ្វើបានធ្វើហើយទី2គឺការពិនិត្យកែសម្រួលនៅក្នុងបណ្ដាក្រសួងស្ថាប័នធ្វើយ៉ាងម៉េចដើម្បីរៀបចំឲ្យរៀបរយកែតម្រង់កន្លែងណាដែលលើសពីសពងអាចបង្រួមកន្លែងណាដែលខ្វះហើយចាំបាច់ត្រូវកែបុគ្គលនយោបាយទាំងការរចនាសម្ព័ន្ធរបស់យើងបានរៀបចំក្រសួងស្ថាប័នចំនួនជួនកាលរៀបចំ20ឆ្នាំវាឆ្លើយតបទៅនឹងតម្រូវការ20ឆ្នាំមុនតែមិនតម្រូវការឥឡូវទេហើយនឹងទៅអនាគតឧទាហរណ៍អង្គភាពបរិវត្តកម្ម Digital អត់មានទេ20ឆ្នាំមុននោះដែលថា Digital គឺជាបញ្ហាប្រឈមដែលយើងត្រូវធ្វើនោះ20-30ឆ្នាំមុនអត់មានទេអ៊ីនធឺណិតប៉ុន្តែឥឡូវនឹងទៅអនាគតទៅយើងត្រូវរៀបចំដើម្បីកែសម្រួលកន្លែងខ្សះការងារលែងមានតម្រូវការទៀតហើយ function ខ្លះយើងត្រូវហ៊ានគិតគូរមើលកន្លែងខ្លះវាជន់គ្នាបង្រួមសម្របសម្រួលការងារយ៉ាងម៉េចកន្លែងខ្លះភារកិច្ចមិនទាន់ច្បាស់លាស់កែសម្រួលយ៉ាងម៉េចតែខ្ញុំនិយាយថាផែនការគោលនយោបាយយុទ្ធសាស្ត្រ25ឆ្នាំយុទ្ធសាស្ត្របញ្ចកោណ5ជ្រុងមួយជ្រុង5ឆ្នាំតែដើម្បី5ឆ្នាំនេះដើរលឿនយើងត្រូវយកពេលនេះអាណត្តិទី1នេះគឺជាអាណត្តិដែលត្រូវចាប់ផ្ដើមពិនិត្យចតឡានតិចចូលការ៉ាឆែកគេថារឹតខ្ចៅវាឡើងវិញកែសម្រួលណាដែលជ្រេះឬមួយអីកណាដែលខ្វះខាតយើងបន្ថែមវាដើម្បីយើងដើរបានយូរតទៅទៀតអញ្ចឹងដំណាក់កាលទី2និងឈានទី2ដែលក្រសួងគណៈកម្មការជាតិបានរៀបចំទេគឺត្រូវធ្វើហើយទី3គឺរៀបចំប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តមន្ត្រីរបស់យើងឲ្យផ្អែកទៅលើគុណធិបតេយ្យផ្អែកទៅលើគុណភាពនៃការងារការរើសមន្ត្រីថ្មីការរៀបចំខ្ញុំបានឲ្យគិតគូរវិធីសាស្ត្រថ្មីបាទជួនកាលយើងធ្លាប់ដើរតែតាមវិធីយើងត្រូវគិតវិធីផ្សេងទៀតដើម្បីឲ្យប្រសិទ្ធភាពដឹកទៅទីសុខភាពអញ្ចឹងការគិតគូរទិសដៅតែមួយទេគឺជំរុញស្ថាប័នយើងឲ្យកាន់តែមានប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋយើងបានធ្វើកំណែទម្រង់ច្រើនហើយនៅក្នុងរដ្ឋបាលសាធារណៈដែលជាអតិភិបច្រើនអាណត្តិមកហើយយើងបានធ្វើមកច្រើនហើយមិនមែនថាអត់ទេចាំបានកម្មវិធីកែតម្រង់នេះមិនមែនជាបដិវត្តទេគឺជាការបន្តគ្រាន់តែវិធីសាស្ត្រថ្មីដែលយើងត្រូវធ្វើការងារអប់រំដូចគ្នាហើយការងារទី1ដែលខ្ញុំនិយាយនេះជាមូលដ្ឋានសម្រាប់ទាំងអស់យើងចង់និយាយពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលដើម្បីបម្រើប្រជាជនទាំងថ្នាក់ជាតិទាំងក្រៅជាតិយើងត្រូវមុនគេបំផុតត្រូវមើលសុខភាពនិងការរៀបចំផ្ទះរបស់រដ្ឋបាលសាធារណៈយើងឲ្យមុនចឹងហើយបានជាក្រសួងមុខងារសាធារណៈដើរតួនាទីសំខាន់ណាស់នៅក្នុងកិច្ចការនេះជាសេនាធិការនៅក្នុងការដឹកនាំប្រហែលថ្ងៃនេះឃើញមានការវាយប្រហារការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទៅជាអបនាយករដ្ឋមន្ត្រីថាដោយសារតែនេះទៅទោះបីជាហ៊ុនម៉ាណីមិនមែនកាន់នេះអ្នកណាក៏ដោយដែលកាន់ការងារនេះក៏ត្រូវដំឡើងដែរដោយសារអីដោយសារក្រសួងនេះដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តកែតម្រង់មុខងារសាធារណៈដែលគ្របទៅលើជួយទៅលើការកំណែតម្រង់នេះដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ហើយបើសេនាធិការគំនុនទៀបទៅប្រាប់គេធ្វើការយ៉ាងម៉េចឲ្យនាយករដ្ឋមន្ត្រីដើរធ្វើការងារខ្លួនឯងឬយ៉ាងម៉េចគឺតម្រូវការក្រសួងស្ថាប័នវាគ្រាន់តែរដ្ឋមន្ត្រីវិមានតកូលដូចខ្ញុំប៉ុន្តែតម្រូវការកំណែតម្រង់អតិភិបយើងត្រូវបង្កើនសិទ្ធិបង្កើនតួនាទីនិងទម្ងន់ឲ្យធ្វើដើម្បីផលប្រយោជន៍ជាតិយើងទាំងមូលបាទនៅក្នុងការដឹកនាំអនុវត្តនៅគម្រោងហេតុអីបានជាគណៈកម្មការខ្ញុំត្រូវបង្កើតគណៈកម្មការជាតិមួយទៀតដែលនាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់ទៅលើការកំណែតម្រង់3មុខងារសាធារណៈក្រសួងអប់រំកែតម្រង់អប់រំនិងសុខាភិបាលដោយសារ3នេះសំខាន់
ដោយសារយើងត្រូវការប្រសិទ្ធភាពត្រូវការដាវហើយអត់មានពេលច្រើនទេត្រូវធ្វើការឲ្យដាច់លះតែម្ដងដើម្បីយើងអាចធ្វើទៅបានហើយបើមិនមានទម្ងន់គ្រប់នាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការហើយរដ្ឋមន្ត្រីក្រសួងជំនាញជាសេនាធិការជាប្រធានលេខាធិការដ្ឋានដែលដឹកនាំអនុវត្តក្រសួងអប់រំមានឯកឧត្តមហងជួនដរុនក្រសួងសុខាភិបាលមានឯកឧត្តមជឿនរ៉ាក្រសួងមុខងារសាធារណៈទទួលកំណែតម្រង់ធំជាងគេគឺរដ្ឋបាលសាធារណៈថ្នាក់ជាតិក្រោមជាតិចឹងហើយបានជាយើងត្រូវរៀបចំដើម្បីមានសកលភាពទៅមានទម្ងន់ដើម្បីផលប្រយោជន៍ជាតិរបស់យើងអញ្ចឹងកំណែតម្រង់មុខងារសាធារណៈគឺជាកិច្ចការងារសំខាន់ណាស់សម្រាប់យើងធ្វើទី2គឺការដាក់ចេញនូវគោលនយោបាយនៃការបង្កើតគណៈកម្មការជាតិវិធានគន្លឹះអប់រំពង្រឹងមូលដ្ឋានគឺជាគោលការណ៍ដែលខ្ញុំថាអាណត្តិនេះគឺជាអាណត្តិពង្រឹងមិនមែនជាអាណត្តិពង្រីកហើយបើត្រូវការពង្រីកត្រូវមានតល័យកច្បាស់លាស់រួមទាំងការរើសមន្ត្រីថ្មីរបស់ខ្ញុំបើចង់បានមន្ត្រីថ្មីទៅក្រសួងស្ថាប័នទាំងថ្នាក់ជាតិក្រោមជាតិត្រូវមានតល័យកឲ្យបញ្ជាក់ឲ្យច្បាស់ថាកន្លែងណាខ្វះពិតប្រាកដចឹងហើយបានកំណែតម្រង់ទី2នេះគឺកំពុងតែពិចារណារៀបចំរចនាសម្ព័ន្ធពិនិត្យតម្រូវការមន្ត្រីហើយបើរើសហើយត្រូវទៅយកទៅឲ្យមន្ត្រីនៅកន្លែងនោះទី2ផ្ដោតទៅលើការថែរក្សាមន្ត្រីនៅមូលដ្ឋានរៀបចំគោលនយោបាយយ៉ាងណាកុំឲ្យដាក់ទៅចេះតែបាត់អស់កុំឲ្យដូចសាំងបើកកមបហើអស់មន្ត្រីនៅមូលដ្ឋានមណ្ឌលសុខភាពខ្វះមនុស្សសាលាបឋមសិក្សានៅតាមខេត្តខ្វះមនុស្សត្រូវមានវិធីសាស្ត្រដើម្បីបញ្ជូនមនុស្សទៅឬឲ្យបានត្រូវហើយត្រូវឲ្យមានថែរក្សានៅទីនោះទីជាការងារដែលចាំបាច់បាទកុំឲ្យយើងមានបញ្ហាគោនៅមួយកន្លែងខ្វះកន្លែងទៀតហើយមិនចេះចប់យើងអង្គុយបកផ្សែងជាតិហើយនេះហើយគឺជាគោលការណ៍សំខាន់ដែលយើងត្រូវរើអញ្ចឹងបានវិធីសាស្ត្រថ្មីរួមទាំងការរើមន្ត្រីថ្មីមន្ត្រីកិច្ចសន្យាឲ្យកែនិយមន័យមន្ត្រីកិច្ចសន្យាកុំឲ្យមន្ត្រីកិច្ចសន្យាគឺផ្ដោតតែមន្ត្រីរដ្ឋបាលឬជំនួយការតូចតាចត្រូវបើកច្រកដល់មន្ត្រីកិច្ចសន្យាជំនាញផងបើសិនជាគាត់មានបណ្ឌិតវិជ្ជបណ្ឌិតគាត់មានសញ្ញាបត្រអីផ្សេងគាត់លើសអាយុក៏ដោយគាត់អាចចូលមកជួយរដ្ឋាភិបាលបានដោយមិនចាំបាច់គឺថាចូលមកក្នុងជាក្របខ័ណ្ឌពេញទេយើងត្រូវគិតគូរការរៀបចំក្របខ័ណ្ឌវិវត្តត្រូវឲ្យទីសង្វាក់គ្នាឧទាហរណ៍នៅគលានុបដ្ឋាកនិងមណ្ឌលសុខភាពបើយើងយកមន្ត្រីកិច្ចសន្យាត្រូវមើលបើសិនជាគាត់ជំនាញជាគលានុបដ្ឋាកធ្វើការដូចគេដូចឯងឲ្យប្រាក់ខែគាត់ដូចគេដូចឯងអត្ថប្រយោជន៍ដូចគេដូចឯងទៅកុំគិត 70% អីយកវិធីសាស្ត្រនេះទើបយើងមានភាពបត់បែនហើយយើងអាចបើកច្រកមនុស្សច្រើនពួកខ្ញុំចាំពេលកូវីដយើងខ្វះពេទ្យពេលដែលយើងរៀបចំនៅភ្នំពេញបើកនៅច្រើនសម្ដេចតេជោបានអនុញ្ញាតឲ្យរើសពេទ្យ 3000 នាក់ទៀតប៉ុន្តែដល់ពេលយើងរៀបមណ្ឌលសុខភាពមណ្ឌលព្យាបាលតាមខេត្តយើងនៅតែខ្វះពេលនោះយើងបើកឲ្យអ្នកស្ម័គ្រចិត្តចូលបានយើងឃើញថាមានអ្នកដែលមានសញ្ញាបត្រមានលទ្ធភាពជាពេទ្យជាអីគាត់ក៏អត់ក្របខ័ណ្ឌគាត់អាចចូលមកធ្វើការបានហើយអត់ចាំបាច់ចងទេហើយខ្ញុំមើលនេះជាទម្រង់ការវិវត្តនៃពិភពលោកនៅប្រទេសច្រើនណាស់គេកាត់បន្ថយនៅមន្ត្រីរាជការក្របខ័ណ្ឌរួមទាំងកងទ័ពដោយការងារមួយចំនួនគឺផ្អែកទៅលើការកងត្រាកិច្ចសន្យានេះឯងបាទសូម្បីតែកងទ័ពនៅអាមេរិកនៅអូស្ត្រាលីខ្ញុំទៅការងារមួយចំនួនគេលែងប្រើទ័ពទៀតហើយគេប្រើក្រុមហ៊ុនឯកជនដើម្បីធ្វើការងារទៅគេផ្ដោតការងារបានដូចគ្នាប៉ុន្តែសម្រាប់យើងដូចគ្នាដូចជាយើងត្រូវបើកជ្រើសរើសយើងបើកពិនិត្យលទ្ធភាពក្នុងការធ្វើនេះលោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋានបាទអត់ចាំបាច់ត្រូវតែគាត់បានក្របខ័ណ្ឌពេញបានមានសិទ្ធិយើងទៅផ្ដល់សិទ្ធិនិងផ្ដល់ឱកាសឲ្យជាប់គ្នាប្រើរូបមន្តការគិតគូរបែបនេះហើយដែលខ្ញុំថា
គោលដៅនៅតែមួយពង្រឹងសាលានៅមូលដ្ឋានដែលពីមុនច្រើនអាណត្តិយើងរុញសាលាទៅដល់មូលដ្ឋានតែឥឡូវវិធីសាស្ត្រថ្មីគឺយើងធ្វើធានានៅការធានានៅមូលដ្ឋានដោយប្រើប្រាស់កម្លាំងសរុបនិងបើកឱកាសអញ្ចឹងប្រជាពលរដ្ឋខ្លះបងប្អូនខ្លះជាងការគាត់ចាប់ផ្ដើមយុវជនពេលដែលគាត់ចេញទៅធ្វើការវិស័យឯកជនដល់ពេលមួយគាត់ចង់មកស្ម័គ្រចិត្តចូលមកបម្រើការងារជូនប្រជាពលរដ្ឋតែគាត់ហួសអាយុហើយតែគាត់មានជំនាញអញ្ចឹងគាត់ចង់ចូលយ៉ាងម៉េចឥឡូវយើងពិបាកចូលណាស់បើចូលតើតែមានរៀបចំជាក្របខ័ណ្ឌនយោបាយជាទីប្រឹក្សាឬមួយជាអនុរដ្ឋលេខាជារដ្ឋលេខាធិការតែបើយើងបើកក្របខ័ណ្ឌបែបនេះគាត់អាចចូលទៅក្នុងប្រអប់តែម្ដងក្រុមមន្ត្រីដែលធ្វើការងារជំនាញតែម្ដងដោយក្នុងក្របខ័ណ្ឌជាបុគ្គលិកកិច្ចសន្យាជំនាញ5ឆ្នាំឬមួយអីតែម្ដងហើយនេះគឺជាវិធីសាស្ត្រមួយដែលយើងគិតគូរហើយគាត់អត់ចងនៅនឹងទេគាត់ចេញទៅវិញបានហើយឥឡូវច្បាប់ការងាររបស់យើងគិតតាំងអតីតភាពអីដូចក្រសួងការងារឯកឧត្តមហេស៊ូបាទដូចយើងគិតពីអតីតភាពការងារពីអត្ថប្រយោជន៍បសសអីយើងគិតដូចអាហ្នឹងទាំងឲ្យតែឆ្នាំយើងគិតទាំងដំបូងថ្ងៃមុនខ្ញុំទៅថៃយើងគិតគេថាឆ្លងប្រទេសឥឡូវគិតតើយើងមានឆ្លងទេឆ្លងពីរដ្ឋបាលរាជរដ្ឋាភិបាលថាមុខងារសាធារណៈឬមួយមន្ត្រីរាជរដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធទៅវិស័យឯកជនក្នុងពេលហ្នឹងគាត់គិតអតីតភាពការងារឲ្យគាត់ជាប់ទេបើគាត់ធ្វើនៅក្នុងវិស័យឯកជន30ឆ្នាំឥឡូវគាត់មកស្ម័គ្រចិត្តតន់ដល់អាយុរដ្ឋែទេបើស្ម័គ្រចិត្តទៅក្នុងរដ្ឋបាលតាមរយៈតើគិតអាហ្នឹងឲ្យគាត់ទេដល់ពេលដល់អាយុរដ្ឋែគាត់គិតគូបោកទាំងអស់តែម្ដងបាទអត្ថប្រយោជន៍ទាំងវិស័យឯកជនភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍នៅក្នុងវិស័យរដ្ឋបាទចំពោះមន្ត្រីដែលគាត់ចូលនិវត្តន៍យើងអាចកង់ត្រាគាត់មកវិញបាទយើងគិតវិវត្តកម្រិតតាមួយយើងស្ដាយហើយនៅក្នុងកងទ័ពកន្លងទៅខ្ញុំបានធ្វើកិច្ចការងារមួយចំនួនដែរនាយទាហានដែលគាត់ដល់អាយុចូលនិវត្តន៍តែជំនាញទីឲ្យជំនាញផោះភៀគាត់បដោះបដាលតាំង30-40ឆ្នាំឥឡូវកងត្រាគាត់មកវិញជួយសរសេរមេរៀនសរសេរអីទុកឲ្យជួនកាលចោះបង្រៀនទៀតអញ្ចឹងយើងគិតគូរក្របខ័ណ្ឌថ្មីហើយពេលនោះយើងអត់ខ្វះមនុស្សទេហើយភាពបត់បែនរបស់យើងបានថាទោះបីជាចំនួនមន្ត្រីក្របខ័ណ្ឌយើងតិចក៏ដោយនៅក្នុង20ឆ្នាំទៀតប៉ុន្តែយើងអត់ខ្វះមនុស្សទេព្រោះវិធីសាស្ត្រនៃការរើសមន្ត្រីរបស់យើងបើកភាពបត់បែនមួយគឺតាមរយៈការបំពេញតាមរយៈមន្ត្រីកិច្ចសន្យាជំនាញទីបាទអញ្ចឹងយើងអាចដោះស្រាយបញ្ហានេះកិច្ចការដែលខ្ញុំនិយាយបន្ទាប់គឺរឿងអប់រំដែលផ្ដោតទៅលើមូលដ្ឋានក៏ដូចជាមណ្ឌលសុខភាពផ្នែកសុខាភិបាលហេតុអីបានជាគណៈកម្មការជាតិត្រូវបង្កើតឡើងហើយផ្ដោតតែទៅលើការពង្រឹងមណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុកជាគោលធំហេតុអីបានជាមិនពង្រៀបទៅដល់ពេទ្យថ្នាក់ជាតិគណៈកម្មការនេះមិនធ្វើការជំនួសក្រសួងសុខាភិបាលទេក្រសួងសុខាភិបាលមានគោលនយោបាយសុខាភិបាលថ្នាក់ជាតិដែលពង្រឹងពីក្រោមដល់លើក្រសួងអប់រំដូចគ្នាតាំងពីមត្តេយ្យរហូតដល់ឧត្តមសិក្សាគឺមានកម្មវិធីគោលនយោបាយប៉ុន្តែអ្វីដែលគណៈកម្មការជាតិនេះគឺយើងរើសបើក្នុងក្របខ័ណ្ឌមុខព្រួញសសរជាង100នេះយើងរើសសសរ2 3ដែលជាសសរស្ដំហើយបុកកម្លាំងបន្ថែមដើម្បីពង្រឹងនេះមុននេះហើយគឺដំណាក់កាលនៃការពង្រឹងជាងពង្រីកហើយពង្រឹងអីគឺពង្រឹងឆ្ពោះទៅមូលដ្ឋានដែលខ្ញុំតែងតែនិយាយនៅក្នុងវិស័យអប់រំយើងបានរៀបចំនៅក្នុងការពង្រឹងថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី12ដែលយើងនឹងអនុវត្តឥឡូវក្រមការងារកំពុងតែរៀបចំផែនការផ្សេងសិក្សារៀបចំវិធីសាស្ត្រក្នុងការអនុវត្តហើយថ្ងៃមុនបានប្រជុំឯកឧត្តមហងជួនអរំនៅខាងក្រៅបានប្រជុំចុងក្រោយបានសម្រេចយើងចាប់ផ្ដើមដើរកម្រិតណាយើងចាប់ផ្ដើមពេញជីបឋមតែម្ដងបាទទៅលើការងារពង្រឹងជាជំហានមួយបន្តមកបានយើងរីកទៅដល់មធ្យមកម្រិតណាព្រោះយើងគិតថាបើសិនជាពង្រឹងគុណភាពមនុស្ស
dương phụng rừng ta bị thân nạ mặt tây lô đọt nạ ti đập pi ban cầm phủi pe con là cái đom sực xa cọ khlang ai ta pe bị khmênh tới dương put ở con là ở rừng muom bị khmênh tới làng tới pua hủi hỏi bây giờ mình khiêm tới cái xuôngอุตสาหกรรมchia sẻ được việc đượcผมไปจะดับชวนอาเกียได้ซองนึเพลย์นรดอมเผอเปลยูจึงเกมพอดคืออากราวได้อากรึนั่งไงแต่เปยังถือกรึบานรังมอมประกอบไปเชียชบาโลหายหลังจวนไปเลือได้เตอเหิมเหียบแจ้งเหียบจะซอได้เวียมันเศร้าอยู่ดิแต่อากราวรังมอมจังขนมวิสัยอบรมยังประดาวเตลือหนึ่งวิสัยสกาพิบาลยังประดาวเตลือมันโดนสกปรกดังเป็นบางไอสนกกับรัดบุยกับรัดปีจีอาติเพียบในโครงการปกรึงเป็ดแคดก็ยังช่วยการตายยังปกรึงปีที่ตายยังเยอะปกรึงเยอะมูลหายเยอะมูลทานใส่วิเชียซาใส่ยังเยอะตรึกได้มาปีหน้ายังเยอะภายในการก่อสร้างมาปีหน้าแผ่นกาอดเมียนตัวโยกลุ่มปีเมาปีแต่เนี้ยกี่ปุบลูกปีเวิร์ดแบงตัวเสียวเชียวโยปีอบริโยปีไอเบาที่อดที่เมเรียนกรรมวิธีแต่ยังใจนี่คือโดยในขนมกรรมวิธีปีทั้งไงนี่เองคือการดอกโยบัดปีเศร้าในมูลธานในขนมปฏิในขนมปีทั้งไงนี่ชมตามมือคือเมียนกาใจรวมเล็กบัดปีเศร้าในสลาในบ้านโจจีดำใบเอาสลับเสียเทียดบ้านศักษาริสุดสดับเลยปัจจัยกรรมวิธีนี้คือเพื่อโดยคณีกรอนแต่ยังจุ่มรุ่งมวยจุ่มเฮียนเทียดดัชเจสกรรมมาเพียบแต่ประดองคือยังเยอะบนดมในเพียบโจกจีอุทิศในขนมวิสัยอบรมในขนมปฐมยังบ้านเรียบจอมกรรมวิธีนี้ผมโมลูกครูอัตตะดิยุสลาได้โจกจีโดยสลาวัดโปนึงสลาจิจรันได้กอดโจดิวัดให้เรียบจอมเพื่อการเรียบเพียรสายโยบอดปีสาวปีสลาได้ขนมน้องดูเป็นสลาปีเจดาเป็นสลาจะโยมเอาการวิธีนั้นยังโยมมาเรียบจอมจะต้องดามวยดำใบช่วยจุบรุนแต่ประดองยังช่วยจุบรุนอาดวัดอะไรยังเพื่อปีทั้งไงนี่ยังล้างในยัยลูกกูเนี่ยกูสลาเซ็งกอดเถียตุกเมียนกลุ่มนึกจองฟื้ปัจจัยฟื้อยากไปจังกรรมวิธีนี้คือโดยคดีคือยังโยบอดปีเศร้าแต่โจกเจยพวกชมเบียนสักคมถอดเจมนหนึ่งบอชนาการปีใครกะกระดาชมบ้านเอากรมสลายชีริวมวยเจ้าศึกษามาไปปรามเรตดีแคดดำใบดอกสรองมือสลาปะทอมมัดชุ้มmặt tây mình chưa đuôn, phần phía trên mặt tây vẫn soi tí, để sao tới, bọtไปสาวมือการวัดดังสลาที่บุญชมเคยกากาชนัยประดิษฐ์เราบอกลูกครูเด็กครูธนาดักน้อมสลาจีเจริญคือเมียนบอดไปสาวล้อหายชนัยประกอบชีกลายคลาปลายคลายปีสลามวยได้สมัยปิงปีปุกมาได้มันเซอร์จับอารมณ์ปีโกนเซอร์มันเซอร์โจลเตอร์สลาลูกกูนิยมบานปลายคลายก็ต้องระยะเปมาชดามแต่ปีชดามตัวเชื่อสลาได้เบียนวินได้อันน้ำไม่หล่อโกนเซอร์เชนโจสเปียเอาปุกมาได้จับประเดิมแรงลมบาเจ็ดให้ใบจะมาคอนโทรลสลาลูกบาทให้อดเวียนจำนายท่าวิกาปริยประเทมท่าวิการอดตัวช่วยดูที่ให้บอดไปสาวที่กระทรวงอบรมบานเฟื่องการดอกไปสาวจรานให้ใจดุมเลยให้ชมกึศท่าบอดไปสาวต่างอ้อนี่วิถีเมียนยุนกาหน้ามวยประเทมเทียดดำไปช่วยจุ่มรุ่งใจประดองเมื่อยืนเฟื่องการดอกไปสาวใจดุมเลยดอกไปสาวจีกาหล่อการกึศคอมปรกไรปันไตปะให้จีปัญญากระลึกปีได้เมียนกาไปชมตีมวยกาเจ้าดอกปีสาวนี้ตาตลอดตัววิ่งอ่านวัดบ้านดุตีอ่านวัดเมียนเนี่ยนะช่วยดำรองตื้อช่วยได้นอมดุตีลูกกูนักกูได้จ้องอ่านวัดแบบนึงแต่ยังมือปีใบจำนวนนี้ผู้อ่านวัดกิจการมวยมวยเคยสัจนาเก่าปีใบดังแม้เธอแต่ปีใบดังที่วิเมียนปัจเจกลาเจริญนะตัวมอมแต่สะกุมมาความโถตัวมอมแต่ปกมาได้กอดไทยโกนกอดไก่บนหรืองี้ล้างบานแต่เดียมาเตะหาเลือจวบละโหดเอากอดความโถ
ចឹងត្រូវការរបៀបរបបក្នុងការធ្វើការទី2ការជួយគ្រប់គ្រងយ៉ាងម៉េចកម្មវិធីនេះចង់អនុវត្តប៉ុន្តែសមត្ថភាពគាត់បច្ចុប្បន្នមិនទាន់មានលទ្ធភាពមិនទាន់មានហើយទី3បានពីណាតាមមើលនេះហើយដែលខ្ញុំគិតថាបើយើងធ្វើការដកពិសោធន៍នឹងអាចរីកបានប៉ុន្តែបើយើងមានយន្តការមួយដើម្បីរុញការងារនេះឲ្យមានសកលភាពឲ្យមានជាស្តង់ដារមួយហើយយើងជួយតម្រង់ទិសទៅជួយអនុវត្តចែកយកបទពិសោធន៍ដែលធ្វើបានជោគជ័យនៅតាមបណ្ដាសាលាជាច្រើនយកមកផ្គុំគ្នាហើយចែកទៅដល់សាលាផ្សេងទៀតដែលចង់ធ្វើនឹងហើយគឺជាអ្វីដែលយើងត្រូវធ្វើហេតុនេះហើយដែលយើងត្រូវរៀបចំយន្តការថ្នាក់ជាតិដើម្បីអនុវត្តតែម្ដងអ្វីដែលកន្លឹះរបស់ខ្ញុំនោះគឺធ្វើស្អីក៏ដោយត្រូវមានការតាមដានត្រួតពិនិត្យនិងយន្តការជាប់ជាប្រចាំត្រឹមតែយកមកចងក្រងចែករំលែកមិនប្រកាសថាដើរទេអញ្ចឹងហើយបានជាយន្តការថ្នាក់ជាតិនេះគឺត្រូវរៀបចំក្រុមការងារដើម្បីតាំងពីថ្នាក់ចាប់ផ្ដើមណែនាំរហូតដល់ implementation ក្នុងមួយអាណត្តិនេះ5ឆ្នាំនេះត្រូវមានយន្តការតាមដានត្រួតពិនិត្យយើងចាប់ផ្ដើមពី50សាលា50សាលានឹងទៅជាគំរូនៅនឹងកន្លែងសម្រាប់កន្លែងផ្សេងមើលនឹងជួយបណ្ដុះបណ្ដាលបន្តទៅ100សាលាទៅ200សាលាទៅ1000សាលាកែមុនក្រុមការងារមករាយការណ៍ឲ្យខ្ញុំធ្វើផែនការឲ្យអនុវត្តឲ្យតាមដាន M&E នេះតាមដានត្រួតពិនិត្យមួយឆ្នាំ2ដងខ្ញុំថាកុំធ្វើល្អជាងមួយឆ្នាំ2ដងធ្វើស្អីដំណាក់កាលដំបូងត្រូវធ្វើឲ្យជាប់3ខែដំបូងយ៉ាងហោចណាស់ត្រូវតាមយ៉ាងហោចណាស់មួយខែ3 4ដងដើម្បីយើងតាមជួយគាត់បើសិនជាធ្វើគ្រាន់តែមួយឆ្នាំ2ដងបូករបាយការណ៍ទៅមិនរួចទេពេលដែលយើងអនុវត្តគោលគំនិតថ្មីត្រូវតាមដានជួយគាត់ដោយក្មេងទៅចេះដើរជើងកូនយើងទៅចេះដើរហ៊ានប្រឡែងមើលឪពុកម្ដាយមិននៅជាប់គេទេដើរពីជាហ៊ានយើងទប់តិចពីជាហ៊ានទប់តិចនៅពេលដែលគាត់ដឹងវិធីដើរគាត់ដឹងផ្លូវដើរយើងប្រឡែងគាត់ច្រើនបានដូចគ្នាចាំមកខ្ញុំឲ្យកែផែនការនេះឡើងវិញត្រូវដាក់ផ្ដោតខ្លុំបំផុតទៅលើយន្តការតាមដានត្រួតពិនិត្យតាមដានត្រួតពិនិត្យនេះមិនមែនដើម្បីចាប់កំហុសទេដើម្បីជួយនៅក្នុងការអនុវត្តឲ្យបានស្តង់ដារនេះដើម្បីជួយឲ្យជោគជ័យនេះគឺជាកិច្ចការសំខាន់ធ្វើអីបើគ្មានការតាមដានត្រួតពិនិត្យគ្រប់គ្រាន់អត់ជោគជ័យទេបរិមាណបានតែគ្មានគុណភាពបាទខ្ញុំសុខចិត្តយកចាប់ផ្ដើមតិចគេសួរថាម៉េចក៏មិនចាប់ផ្ដើមច្រើនចាប់ផ្ដើមទូទាំងប្រទេសតែម្ដងទៅខ្ញុំថាវាអត់សំខាន់ទេចង់ឲ្យជោគជ័យរយៈពេលវែងត្រូវឲ្យមានជោគជ័យរយៈពេលខ្លីកុំឲ្យចាប់ផ្ដើមឡើងបរាជ័យយក200សាលាមកយើងមានលទ្ធភាពធ្វើបានតែបើគ្មានលទ្ធភាពគ្រប់គ្រងតាមដានត្រួតពិនិត្យជំរុញឲ្យដើរជោគជ័យទាំង200ទេគឺយើងនឹងបរាជ័យបើសិនជាយើងចាប់ផ្ដើម50សាលាត្រូវតែធ្វើឲ្យជោគជ័យ50សាលាបើកមុខព្រួយនេះឲ្យជោគជ័យទើបជាគំរូដែលគេផ្សេងចង់ធ្វើហើយខ្ញុំជឿថាគណៈកម្មការមិនបាច់ធ្វើ 9,000 សាលាទេនៅក្នុងបឋម 7,000 សាលាតាមខ្ញុំដឹងយើងធ្វើតែប្រមាណជាជំហានទៅវាជាគំរូនឹងជាខ្ញុំគិតថាលោកគ្រូអ្នកគ្រូជាច្រើនចង់ធ្វើដែរជប់សួរគាត់ថាគណៈកម្មការអ្នកដែលដាក់ពាក្យនៅតាមបឋមអីដែលសុំថាចូលក្នុងកម្មវិធីនេះច្រើនតែអត់ទាន់ចាប់ផ្ដើមផងខ្ញុំសួរលោកគ្រូអតីតលោកគ្រូវត្តពោខ្ញុំភ្លេចបាត់លោកគ្រូឆេងថាសម្ដេចឥឡូវខ្ញុំមួយអាទិត្យចង់9ថ្ងៃខ្ញុំថាមិនអញ្ចឹងធ្វើការយើងរៀបចំផែនការនៅក្រសួងផងប៉ុន្តែសាលានាយកសាលាលោកគ្រូសាលាគាត់ឃើញផ្សព្វផ្សាយតាម Facebook រឿងវត្តពោអត់អីនោះគាត់សុំឲ្យទៅជួយគាត់ចង់បានសាលាគាត់ទៅអញ្ចឹងខ្ញុំឃើញឆន្ទៈនេះធំណាស់
ចឹងហើយបានការរៀបចំផែនការនេះខ្ញុំជឿថាអាចជោគជ័យបានព្រោះយើងមិនទាន់ចាប់ផ្ដើមរុញផងគឺមានការស្ម័គ្រចិត្តហើយសហគមន៍គ្រួសារចង់ជួយតាខ្ញុំសួរអ៊ំពូមីងបងប្អូននៅគ្រប់កន្លែងខ្ញុំសួរតើអ៊ំពូមីងលោកគ្រូអ្នកគ្រូនៅសាលាឥឡូវខ្ញុំសួរអ៊ំពូមីងបើសិនជាយើងមានសាលាមួយដែលជិតផ្ទះប៉ុន្តែសាលានេះយើងអត់ទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់លោកគ្រូអ្នកគ្រូអត់ទាន់គ្រប់មានការលំបាកខ្វះខាតផ្សេងបង្រៀនអត់គ្រប់ម៉ោងផ្សេងសាលាល្អអាគារថ្មីទំនើបហើយសាលាមួយទៀតប្រហែលជា5គីឡូពីផ្ទះតែសាលានោះមិនទំនើបដោយសាលានេះទេប៉ុន្តែវិន័យគុណភាពអីផ្សេងអាចថាយើងល្អអញ្ចឹងតើគាត់ចង់មួយណាប្រជាពលរដ្ឋជាទូទៅលើកដៃគាត់សុខចិត្តដឹកកូន5គីឡូទៅរៀនហើយខ្ញុំគឺផ្នត់កំណត់នេះអត់ខុសពីនៅអាមេរិកទេខ្ញុំធ្លាប់ស្គាល់មនុស្សដែលបានការងាររាប់សែនដុល្លារហើយលាលែងការងារទៅនៅកន្លែងមួយទៀតដែលប្រាក់ខែប្រហែលជា 70% ទេអ្វីដែលគាត់បានដើម្បីឲ្យកូនគាត់អាចរៀននៅសាលាល្អព្រោះនៅអាមេរិកសាលារដ្ឋខ្លះសាលាល្អខ្លះគឺគេឲ្យអាទិភាពទៅអ្នកក្នុងភូមិអញ្ចឹងបើអ្នកមកនៅក្នុងភូមិហ្នឹងកុំថាអ្នកឯងមានលុយប្រមាណឲ្យចូលទេគេសុកចិត្តឪពុកម្ដាយសុកចិត្តចំណាយដើម្បីដឹកកូនទៅរៀនសាលាល្អហើយមហិច្ឆតារបស់ខ្ញុំដែលឃើញនៅក្នុងការប្រកួតថ្ងៃនេះហើយឃើញទឹកចិត្តសាលារបស់យើងលោកគ្រូអ្នកគ្រូទូទាំងប្រទេសខិតខំប្រឹងប្រែងណាស់អ្វីដែលយើងត្រូវជួយគឺជួយគាត់ឲ្យសម្រេចនូវគោលដៅរបស់គាត់ធ្វើយ៉ាងណាក្នុងមួយអាណត្តិពីរអាណត្តិនេះសាលារដ្ឋរបស់យើងបឋមមធ្យមរបស់យើងជាសាលាដែលយើងអាចជំរុញបង្កើននៅគុណភាពនៃការអប់រំតាមគោលការណ៍តាមគោលនយោបាយដែលក្រសួងអប់រំបានខំប្រឹងធ្វើប្របាទអាណត្តិមកនេះហើយយើងធ្វើជំរុញបន្ថែមទៀតដើម្បីរួមគ្នាធ្វើហើយគណៈកម្មការនេះអត់ធ្វើជាអចិន្ត្រៃយ៍ទេអ្នកខ្លះថាឃើញតែលោកហ៊ុនម៉ាណែតដើរគ្រប់កន្លែងដើរទៅធ្វើការជំនួសគេគ្រប់កន្លែងថ្ងៃមុនគ្រាន់តែទៅក្រសួងព័ត៌មានណែនាំក្រសួងព័ត៌មានរឿងសារព័ត៌មានរឿងអីសោះការផ្សព្វផ្សាយសោះគេថាខ្ញុំទៅលូកដៃការងាររបស់ក្រសួងព័ត៌មានធ្វើនាយករដ្ឋមន្ត្រីបើមិនមានសិទ្ធិណែនាំក្រសួងស្ថាប័នក្រមអាវ៉ាតឲ្យដាក់ទិសដៅការងារនោះអាចធ្វើនាយករដ្ឋមន្ត្រីធ្វើអីបាទភារកិច្ចជាប្រធានថាបានខ្ញុំមិនតែធ្វើការជំនួសអាយដាមហងជួននរុនទេនៅក្នុងការអនុវត្តគោលនយោបាយតែប៉ុន្តែខ្ញុំមានសិទ្ធិក្នុងការណែនាំតម្រង់ទិសដែលជាគោលនយោបាយរបស់ជាតិខ្ញុំមានសិទ្ធិផ្ដល់គោលគំនិតម្សិលមិញខ្ញុំទៅក្រសួងឧស្សាហកម្មប្រាប់ថាគួរតែផ្ដោតទិសដៅគោលនយោបាយផ្សេងៗត្រូវអនុវត្តត្រូវតែផ្ដោតទិសដៅទៅលើការជួយពង្រឹង SME ជាមួយនឹងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធអានេះខ្ញុំដាក់ទិសដៅតែរដ្ឋមន្ត្រីគឺជាសេនាធិការដែលដឹកនាំអនុវត្តការងារជំនាញខ្ញុំមិនទៅធ្វើការងារជំនួសគាត់ទេកំណែតម្រង់វិស័យសុខាភិបាលអប់រំក៏ខ្ញុំមិនធ្វើការងារជំនួសអាយដាមហងជួននរុននិងអាយដាមឈៀងរ៉ាដែរទេនៅក្នុងគណៈកម្មការជាតិនេះគឺអ្នកប្រធានលេខាធិការឋានហើយនិងអនុប្រធានប្រចាំការដែលដឹកនាំអនុវត្តនៅក្នុងវិស័យអប់រំគឺអាយដាមហងជួននរុននៅក្នុងវិស័យសុខាភិបាលអាយដាមឈៀងរ៉ានៅក្នុងវិស័យកែតម្រង់សាធារណៈអាយដាមហ៊ុនប៉ាឌីគឺជាអ្នកអនុវត្តបន្តប៉ុន្តែអ្វីដែលយើងចង់និយាយគឺថាជាជាងបទពិសោធន៍ដាច់ដោយដុំយើងត្រូវធ្វើវាជាយន្តការថ្នាក់ជាតិហើយកំណែតម្រង់យើងចង់ជួយនៅក្នុងការកំណែតម្រង់មុខងារសាធារណៈកំណែតម្រង់វិស័យអប់រំពង្រឹងមូលដ្ឋានកំណែតម្រង់សុខាភិបាលមូលដ្ឋានការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងកំណែតម្រង់ប្រព័ន្ធតុលាការវិស័យយុត្តិធម៌បើសិនជាគ្មានទម្ងន់គ្រប់ពិបាកធ្វើណាស់ហើយធ្វើអាចយឺតចឹងហើយបានជាបង្កើតគណៈកម្មការនេះដើម្បីដឹកនាំផ្ទាល់ជាពិសេស3ដើម្បីជំរុញហើយគណៈកម្មការនេះមិនជាអចិន្ត្រៃយ៍ទេពេលដែលយន្តការទាំងនោះភារកិច្ចទាំងពីរ3ដែលដើរនេះដោយរលូនគណៈកម្មការនឹងរលាយឯងទៅហើយបាទយើងមិនចាំបាច់ដើរតួនាទីនោះទេចឹងហើយបានជាខ្ញុំសូមបញ្ជាក់
អំពីតម្រូវការនៃការពង្រឹងមូលដ្ឋាននិងការរៀបចំយន្តការថ្នាក់ជាតិនិងការរៀបចំគោលនយោបាយដើម្បីពង្រឹងស្អីខ្លះខ្ញុំមិនលំអិតទេថ្ងៃនេះពេលដែលយើងរៀបចំផែនការសកម្មភាពហើយយើងនឹងធ្វើពិធីមួយទៀតដើម្បី launching ដើម្បីចាប់ផ្ដើមអនុវត្តតែម្ដងពេលនោះខ្ញុំនឹងចូលរួមបើកតែម្ដងពេលដែលយើងរើសបាន50-60សាលាដែលចូលមកកម្មវិធីលំអិតពេលវេលាដែលត្រូវធ្វើចាប់ផ្ដើមអនុវត្តរៀបចំហើយក្នុងពេលមិនយូរខាងមុខនេះខ្ញុំនឹងមកប្រកាសហើយដាក់ឲ្យអនុវត្តនៅផែនការនោះតែម្ដងបាទដើម្បីធ្វើហើយយើងមានសច្ចនាករតាមដានតែម្ដងដោយរឿងការវាយតម្លៃនេះឯងបាទតាមដានត្រួតពិនិត្យវាយតម្លៃប្រចាំឆ្នាំនៅក្នុងការធ្វើការ8សច្ចនាករនេះគឺមាននៅក្នុងនេះប៉ុន្តែអ្វីដែលយើងធ្វើគឺការរៀបចំយន្តការនេះដើម្បីធ្វើតែខ្ញុំគិតថាសសរនៅក្នុងសសរ100នេះគឺត្រូវយើងពង្រឹងទាំងអស់ប៉ុន្តែពង្រឹងស្អីពុតគេដែលជាអតិភិបដើម្បីទ្រទម្ងន់ធំជាងគេហើយត្រូវធ្វើឲ្យមុតស្រួចហើយមានយន្តការសម្រាប់តាមដានត្រួតពិនិត្យប៉ុន្តែគំនិតថ្មីមិនប្រកាសថាជោគជ័យទេណាប៉ុន្តែបើយើងមិនដាក់គំនិតថ្មីបានន័យថានឹងមិនមានគំនិតថ្មីដឹងថាអ្វីដែលយើងចង់ធ្វើគឺនឹងមិនជោគជ័យទេព្រោះយើងបរៀនធ្វើប៉ុន្តែបើយើងធ្វើវាមានកត្តាជោគជ័យ 50% បរាជ័យ 50% មានតែ2ទេប៉ុន្តែបើយើងដាក់ចិត្តទៅធ្វើទៅរៀបចំផែនការរៀបចំយន្តការនិងដាក់ចិត្តបដិញ្ញាចិត្តឲ្យខ្ពស់ទើបអាចសម្រេចភាពជោគជ័យនេះបានហើយយើងបង្កើតគណៈកម្មការនិងដាក់ចេញគោលការណ៍វិធានកលឹះ3នៅលើវិធានកលឹះ5និងគោលនយោបាយអាទិភាព6នេះគឺយើងដាក់ដើម្បីសម្រួចការបដិញ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យជោគជ័យនេះជាការដាក់ច្បាស់លាស់មិនមែននិយាយគ្រាន់តែថាត្រឹមតែនេះទេបើថាបដោះបដាលមកលៀន5សែននាក់តែម្ដងដើម្បី2000ក្នុងមួយអាណត្តិយើងនឹងវាយតម្លៃបដោះបានប៉ុន្មានតាមផែនការបើយើងថាពង្រីកប្រព័ន្ធគាំពារសង្គមឲ្យបាន4លាននាក់ឬមួយ9លាននាក់ក្នុងមួយអាណត្តិឬគោលដៅដែលយើងដាក់យើងនឹងមានចំនួននេះមើលតែម្ដងដោយសារយើងមានទាំងត្រៀមបទថវិកានិងផែនការយន្តការដើម្បីធ្វើកំណែតម្រង់ដូចគ្នាយើងខិតខំមណ្ឌលសុខភាពដូចគ្នាខ្ញុំមិនរំលេចនៅក្នុងមណ្ឌលសុខភាពទេប៉ុន្តែយើងយកមណ្ឌលសុខភាពជាគោលហើយផែនការរបស់ក្រសួងសុខាភិបាលយើងគ្រាន់តែរៀបចំគណៈកម្មការដើម្បីសម្រួចជួយនៅក្នុងការពង្រឹងនិងផ្ដល់លទ្ធភាពតាមថវិកាពីថ្នាក់កណ្ដាលទៅជួយបន្ថែមខ្លះដើម្បីសិទ្ធិនៅក្នុងការកែសម្រួលការរើសពេទ្យនៅក្នុងមូលដ្ឋានត្រូវមានការសម្រេចនិងផ្ដល់គោលការណ៍ពីរដ្ឋាភិបាលចឹងកុំឲ្យឆ្លងយូរពេកយើងបង្កើតគណៈកម្មការផ្ដល់សិទ្ធិដើម្បីគិតគូរតែម្ដងក្រសួងមុខងារសាធារណៈបានធ្វើការជាមួយក្រសួងអប់រំជាមួយនឹងក្រសួងសុខាភិបាលហើយទៅលើកិច្ចការនេះច្រើនដងហើយឲ្យគិតយើងថាភាសាអង់គ្លេសគេថា think outside the box ឲ្យគិតពីក្រៅប្រអប់បានន័យថាវិធីសាស្ត្រថ្មីពេលខ្លះកុំចងជើងនៅអ្វីដែលវិធីសាស្ត្រយើងមានតែពីមុនមកយើងធ្លាប់តែធ្វើអញ្ចឹងអត់ទេយើងត្រូវហ៊ានឈានមួយជំហានទៀតក្រៅប្រអប់ដើម្បីមើលមកក្នុងប្រអប់តើយើងអាចធ្វើយ៉ាងម៉េចសួរថាឈានទៅនឹងវាប្រកបវិជ្ជាឬទេអត់ច្បាស់ទេតែយើងគិតគូរកាលកលេច្បាស់លាស់មុននឹងឈានទៅណាហើយព្យាយាមឲ្យវាជោគជ័យហើយនេះគឺជាអ្វីដែលត្រូវធ្វើនៅក្នុងអាណត្តិនេះអញ្ចឹងការដាក់ចេញនៅវិធានការកលឹះទាំង5និងការពង្រឹង3នៅព្រឹកនេះហើយខ្ញុំសូមអរគុណណាស់ការវាយតម្លៃព្រឹកនេះគឺផ្អែកទៅលើអង្គភាពសាធារណៈថ្នាក់មូលដ្ឋានដែលយើងកំពុងតែផ្ដោតទីឯងអញ្ចឹងគឺវាស្របគ្នាទៅនឹងគោលគំនិត
របស់រាជរដ្ឋាភិបាលបើន័យថាបន្តនៅចេរភាពនិងនិរន្តរភាពនៃគោលនយោបាយនិងរួមបន្តបន្ថែមអេដាមលោកជំទាវលោកស្រីនៅឆ្នាំ2018-2019រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្តការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូនៅតាមសាលារៀនក្នុងកម្រិតវិទ្យាល័យនិងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត1កម្រិត2និងកម្រិត3នឹងបានបង្កើតយន្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូទៅតាមឋានានុក្រមមាន3កម្រិតគឺកម្រិតថ្នាក់ជាតិជាគណៈកម្មការវាយតម្លៃអន្តរក្រសួងកម្រិតថ្នាក់រាជធានីខេត្តនិងកម្រិតក្រុងស្រុកខេត្តការបង្កើតយន្តការវាយតម្លៃព្រមជាមួយនឹងការកំណត់លក្ខខណ្ឌវិនិច្ឆ័យគោលនិងលក្ខខណ្ឌវិនិច្ឆ័យលម្អិតច្បាស់លាស់គឺរៀបចំឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀនចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់វិទ្យាល័យនិងមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែករាជធានីខេត្តនៅឆ្នាំ2023រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្តការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូនៅតាមសាលារៀននៅក្នុងកម្រិតអនុវិទ្យាល័យនិងសាលាបឋមសិក្សានិងមណ្ឌលសុខភាពហើយថ្ងៃនេះគឺជាថ្ងៃដែលត្រូវប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់អនុវិទ្យាល័យសាលាបឋមសិក្សានិងមណ្ឌលសុខភាពតាក់ទងទៅនឹងការប្រកួតប្រជែងខ្ញុំក៏សូមអបអរសាទរសាជាថ្មីអ្នកគ្រូបុគ្គលិកសិក្សាក៏ដូចជានៅតាមសាលាជ័យលាភីក៏ដូចជាគណៈគ្រប់គ្រងបុគ្គលិកទីពេទ្យបុគ្គលិកនៅតាមមណ្ឌលសុខភាពជ័យលាភីទាំងអស់ប៉ុន្តែជាមួយគ្នានេះខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណនិងកោតសរសើរចំពោះគណៈគ្រប់គ្រងបុគ្គលិកសិក្សាលោកគ្រូអ្នកគ្រូក៏ដូចជាគណៈគ្រប់គ្រងបុគ្គលិកលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅតាមគ្រប់សាលារៀនតាំងពីថ្នាក់មត្តេយ្យដល់ឧត្តមសិក្សានិងនៅតាមគ្រឹះស្ថានសុខាភិបាលចាប់តាំងពីមណ្ឌលសុខភាពដល់ពេទ្យថ្នាក់ជាតិទាំងអស់ដែលបានខិតខំបំពេញកិច្ចការងារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនមែនតែអង្គភាពជ័យលាភីនោះទេព្រោះកិច្ចការងារនេះបានជួយឲ្យយើងក្នុងការពង្រឹងនៅសុខភាពរបស់ប្រជាពលរដ្ឋខ្ញុំអាសានិយាយថាអ្នកអាយុ50ឆ្នាំឥឡូវបើសិនជាលាបសក់អាចច្រឡំ30មិនមែននិយាយខ្លួនឯងទេណាខ្ញុំចាំថាពេលដែលខ្ញុំនៅក្មេងឆ្នាំ80ជាងអ៊ំខ្ញុំឬតាខ្ញុំពេលនោះអាយុ50ឆ្នាំគឺមានមិនដូចឥឡូវទេប្រហែលជាស្មើនឹងអ្នក80ឆ្នាំឥឡូវទេដោយសារការប្រែប្រួលនៃសុខភាពប្រជាពលរដ្ឋហើយខ្ញុំមិននិយាយតែអ្នកនៅក្រុងភ្នំពេញទេនៅតាមបណ្ដាខេត្តក៏សុខបាលភាពប្រជាជនបានកើតឡើងដោយសារពេទ្យយើងដោយសារបុគ្គលិកក្នុងវិស័យសុខាភិបាលយើងកម្រិតសមត្ថភាពនិងលទ្ធភាពរបស់យើងបានពង្រីកច្រើនហើយជាពិសេសនៅក្នុងពេល COVID-19 គឺអត់មានពីណាមកជួយយើងទេគឺយើងម្ចាស់ការជួយខ្លួនឯងបើសិនជាពេទ្យរបស់យើងមិនមានសមត្ថភាពព្យាបាលអ្នកជំងឺធ្ងន់ដែលចូលទៅ ICU អ្នកខ្លះខ្ញុំមើលផ្ទាល់ពេលដែលចូលទៅគឺវាយតម្លៃសល់តែ 20% ទេតែជួយស្រោចស្រង់ជីវិតបានមិនធម្មតាទេហើយអត់មានពេទ្យបរទេសណាមកទេពេលនោះបាទពុបិតទាំងអស់គឺមានតែកម្ពុជាខ្លួនឯងចឹងសមត្ថភាពរបស់ពេទ្យរបស់យើងគ្រប់កន្លែងទាំងអស់ហើយមន្ទីរពេទ្យយើងរាល់ថ្ងៃពិតណាស់ពេលខ្លះយើងឃើញរឿងមួយពីរនៅតាម Facebook ប៉ុន្តែមនុស្សឈឺរាប់ពាន់រាប់ម៉ឺនអ្នកថ្ងៃដែលត្រូវបានការព្យាបាលស្ត្រីឆ្លងទន្លេរាប់រយរាប់ពាន់អ្នកនៅទូទាំងប្រទេសក្នុងមួយអាទិត្យបន្តិចដែលអត្រានៃការស្លាប់វាដាទារកតិចណាស់គឺដោយសារការខិតខំប្រឹងប្រែងរបស់ពេទ្យរបស់យើងសិស្សដូចគ្នាហើយក្នុងនោះមន្ទីរ
ពេទ្យរដ្ឋរបស់យើងមណ្ឌលសុខភាពពេទ្យបកាយស្រុកដើរតួនាទីសំខាន់ពួកកន្លែងខ្លះនៅតាមជនបទពេទ្យឯកជនកម្រណាស់ពេលខ្លះមានពេទ្យភូមិមួយពីរតែគឺពឹងទៅលើមណ្ឌលសុខភាពសាលារៀនដូចគ្នាសិស្សយើងបដោះបដាបានច្រើននៅទូទាំងប្រទេសមិនមែនប្រមូលផ្ដុំតែភ្នំពេញទេហើយមិញតាមប្រកួតប្រជែងទៅខ្ញុំងាកមើលបងស្រីដូចអត់សូវលឺពេញតែមានពេញដែរចឹងការខិតខំគុណភាពនេះគឺមិនមែនប្រមូលផ្ដុំបានន័យថាពង្រាយទូទាំងប្រទេសគឺបង្ហាញអំពីការខិតខំប្រឹងប្រែងសូម្បីតែអ្នកជ័យលាភីប៉ុន្តែក្រៅពីជ័យលាភីនេះគឺកន្លាទាំងអស់នៅទូទាំងប្រទេសបានដើរតួនាទីហើយទាំងគណៈគ្រប់គ្រងទាំងបុគ្គលិកសិក្សាទាំងលោកគ្រូអ្នកគ្រូបានដើរតួនាទីបានកូនខ្មែរយើងរីកចម្រើនមកដល់ពេលនេះខ្ញុំសូមអរគុណដែរហើយខ្ញុំតែនិយាយថាលោកគ្រូពេទ្យឥឡូវខ្ញុំអាចភ្ជាប់ជាមួយទៀតលោកគ្រូអ្នកគ្រូជាអ្នកធ្វើការងារកិច្ចការមួយចំនួនរបស់ទេវតាហេតុអីបើសិនជាអ្នកទៅបន់ភាគច្រើនបន់ខ្ញុំឃើញមានរឿងអីផ្សេងតែបន់ភាគច្រើនតែពីរធំទីមួយបន់ឲ្យសុខភាពល្អអាយុយឺនយូរបន់ឲ្យម្ដាយខ្ញុំឪពុកខ្ញុំឈឺឲ្យជាទីពីរបន់ឲ្យខ្ញុំរស់ស៊ីមានបានប៉ុន្តែមានអ្នកខ្លះទៅបន់សុំឲ្យចាក់កន្ទុយលេខត្រូវមិនសូវមានបន់សុំឲ្យជោគជ័យការងាររបស់ខ្ញុំសូមឲ្យចឹងអញ្ចឹងទេវតាអាចផ្ដល់បានប៉ុន្តែវិធីសាស្ត្រធ្វើមានតែអ្នកជាក់ស្ដែងគឺលោកគ្រូពេទ្យនិងលោកគ្រូអ្នកគ្រូហ្នឹងលោកគ្រូពេទ្យអ្នកឈឺទៅបន់ទេវតាមែនដូចថ្ងៃមុនខ្ញុំមើលលោកគ្រូគូសុភាពលោកក៏ដាក់មានញោមដាក់សារតាម Facebook មកសុំឲ្យអាត្មាប្រោះព្រំឲ្យកុំឲ្យឈឺបដិជគុណមានសង្ឃនិកាត្រឡប់ទៅវិញបើញោមឈឺញោមទៅពេទ្យអាត្មាឈឺក៏ទៅពេទ្យដែរអាយុវែងអាយុអីដោយសារពេទ្យកូនកើតមកមិនស្លាប់ម្ដាយសុខភាពល្អដោយសារពេទ្យយើងធ្វើការងារទេវតាយើងមិនមែនទេវតាទេតែយើងធ្វើកិច្ចការងាររបស់ទេវតាលោកគ្រូអ្នកគ្រូដូចគ្នាគេទៅបន់ថាឲ្យជោគជ័យតែលោកគ្រូអ្នកគ្រូជាអ្នកបង្រៀនតាំងពីក្មេងតអ្នកនឹងមានសមត្ថភាពចំណេះដឹងខ្លះបានអាចធ្វើការជោគជ័យអញ្ចឹងភារកិច្ចនឹងការខិតខំរបស់លោកគ្រូអ្នកគ្រូដែលថាជាសេនាឲ្យទេវតាធ្វើការងារទេវតាក្នុងន័យហ្នឹងអានឹងជាការចាប់អារម្មណ៍របស់ខ្ញុំព្រោះអ្នកទៅបន់ភាគច្រើនតែប៉ុណ្្នឹងសូមឲ្យសុខភាពល្អអាយុយឺនយូរហើយរស់ស៊ីមានបានធ្វើការងារជោគជ័យអញ្ចឹងសុខភាពគឺរកគ្រូពេទ្យសមត្ថភាពចំណេះដឹងដើម្បីជោគជ័យក្នុងការងារគឺរកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់ទូទាំងប្រទេសខ្ញុំសូមលើកទឹកចិត្តទោះបីជានៅក្នុងស្ថាប័នដែលមានទទួលជាជ័យលាភីឬមិនជ័យលាភីចំណុចខ្លាំងចម្រុះខ្សែសូមលោកគ្រូអ្នកគ្រូបន្តកិច្ចការទេវតានេះដើម្បីជួយប្រទេសជាតិនិងប្រជាជនយើងការឲ្យបន្ទុកដោយគណៈកម្មាធិការការវិយតម្លៃផ្អែកលើសុចនាករ8នៅក្នុងការប្រៀបធៀបមិនមែនថាអ្នកផ្សេងដែលមិនបានគឺមិនខំប្រឹងនោះទេយើងខំប្រឹងប្រកួតប្រជែងគ្រាន់តែមួយលើសខ្វះហើយយើងប្រឹងអស់លទ្ធភាពហើយបើមិនបានយើងអបអរសាទរអ្នកជោគជ័យហើយយើងខំប្រឹងទៀតឆ្នាំក្រោយដើម្បីបាននេះជាគោលគំនិតប៉ុន្តែបន្ទុកពិតប្រាកដសម្រាប់លោកគ្រូអ្នកគ្រូមិនមែនគណៈកម្មការទេទេបន្ទុកពិតប្រាកដគឺនៅលើសិស្សដែលបានទទួលផលពីលោកគ្រូបន្ទុកពិតប្រាកដទៅលើឪពុកម្ដាយដែលសប្បាយចិត្តគ្រប់គ្រងឃើញកូនគាត់ចេះរៀនបានឡើងថ្នាក់ចេះល្អមានវិន័យសណ្ដាប់ធ្នាប់បន្ទុកល្អគឺអ្នកជំងឺដែលលោកគ្រូអ្នកគ្រូពេទ្យបានព្យាបាលឲ្យជានោះហើយបន្ទុកពិតប្រាកដដូចខ្ញុំមើលមិញមានការសរសើរផ្ទាល់ពីប្រជាជនបងអូនស្រីម្នាក់ថាលោកគ្រូគាត់ជំនាញរបស់គាត់ចាក់មកជុលត្រង់រឿងចាក់មកជុលហ្នឹងមិនធម្មតាមិនស្រួលទេណាខ្ញុំម្ដងកាលរៀននៅអាមេរិកឈឺម្ដងទៅពេទ្យ
ទៅដល់កន្លែងសុខាភិបាលទៅដល់គេឲ្យអ្នកស្តាចុះមកចាក់3ដងចាក់យកឈាមខ្ញុំអត់ចេញខ្ញុំភ័យថាចំឯងអស់ឈាមទៅណាគាត់ចុះស្តាចាក់2ចាក់អត់ចេញអាឈាមហ្នឹងដូរម្ដាយមកខាងទៀតតលទៅហើយគិលានុបតាមួយទៀតបបពិសោធន៍ចាក់តែមួយចេញខ្ញុំទៅចាក់មកជុលមិនស្រួលចាក់3ដងអត់ចេញឈាមខ្ញុំចង់ភ័យអេនៅដកដង្ហើមតើមិនអត់ឈាមអញ្ចឹងគាត់សរសើរចាក់មកជុលត្រង់ហ្នឹងក៏ល្អដែរតែនេះជាការចំណាប់អារម្មណ៍នឹងការឲ្យតម្លៃនេះហើយបន្ទុកពិតសម្រាប់លោកគ្រូអ្នកគ្រូនិងលោកគ្រូពេទ្យទាំងអស់ហើយនេះហើយជាបន្ទុកដែលយើងត្រូវយកឲ្យបានជាប់ជាប្រចាំបាទលោកគ្រូពេទ្យលោកគ្រូជាអាជីពតែ2ទេនៅក្នុងតួនាទីជាមន្ត្រីរាជការដែលតាណាគេហៅលោកគ្រូមួយជីវិតបាទសំបីតែខ្ញុំជួបលោកគ្រូខ្ញុំនៅហៅគាត់លោកគ្រូតដែរខ្ញុំជានាយករដ្ឋមន្ត្រីលោកគ្រូខ្ញុំគាត់ចូលរដ្ឋតែខ្ញុំហៅគាត់លោកគ្រូអត់មានទេលោកគ្រូពេទ្យក៏គេហៅលោកគ្រូដែរតម្លៃនិងការគោរពអញ្ចឹងបន្ទុកពិតប្រកបគឺនៅនឹងមូលដ្ឋានគឺនៅក្នុងការទុកចិត្តនិងទស្សនៈរបស់ប្រជាជននិងការគ្រប់គ្រងរបស់ប្រជាជនដែលយើងជួយហើយនេះហើយគឺជាបន្ទុកពិតប្រកបដែលលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលាបុគ្គលិកសិក្សាលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងមណ្ឌលសុខភាពពេទ្យបង្អែកលោកគ្រូអ្នកគ្រូបុគ្គលិកពេទ្យទាំងអស់ត្រូវខិតខំដើម្បីបង្កើតធ្វើការងារទេវតាឲ្យបានល្អដើម្បីបានបន្ទុកពីប្រជាពលរដ្ឋនៅមូលដ្ឋានដែលជាអតិថិជននេះគឺជាការវាយតម្លៃយើងនៅតែធ្វើប៉ុន្តែជាការលើកទឹកចិត្តការទទួលស្គាល់ប៉ុន្តែកុំភ្លេចការងារជាក់ស្ដែងគឺអ្នកដែលឲ្យបន្ទុកគឺអ្នកដែលសរសើរលោកគ្រូថាចាក់មកចូលត្រង់នោះឯងបាទគាត់និយាយមួយម៉ាត់នេះយើងគិតថារឿងតូចមួយប៉ុន្តែបើគាត់មិនឲ្យតម្លៃនៅក្នុងបេះដូងគាត់ទេគាត់មិននិយាយទេនេះជាការពិតហើយនេះហើយជាមោទនភាពដែលលោកគ្រូអ្នកគ្រូលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេសតែថាកូនខ្ញុំបានជាប់ហើយលោកគ្រូអ្នកគ្រូអរគុណលោកគ្រូអ្នកគ្រូណាស់ដែលខំបង្រៀនវាឃើញវិស្វករទៅចប់មកពីក្រៅបានបួករៀនក្រៅប្រទេសមកចប់ជួបលោកគ្រូបឋមនៅតែសាពះអរគុណលោកគ្រូអ្នកគ្រូដែលបង្រៀនខ្ញុំតាំងពីតូចលោកគ្រូអ្នកគ្រូដាក់វិន័យខ្ញុំដែលខ្ញុំទៅជាសិស្សល្អខ្ញុំចាំលោកគ្រូសគុណនាយករងសាលាភ្នំដូនពេញអតីតភ្នំដូនពេញឥឡូវស៊ីសវត្តលោកគ្រូទេពសគុណពេលដែលខ្ញុំរៀបចំពិធីឥឡូវគាត់ទទួលមរណភាពហើយពិធីជួបជុំតែតនិស្សិតកាលនោះគាត់មានបញ្ហា stroke ហើយវះគាត់អញ្ជើញទៅចូលរួមហើយពេលចប់សិស្សមកព័ទ្ធជុំវិញគាត់ហើយ2-3នាក់នោះគឺឥឡូវគាត់ជាមន្ត្រីល្អគាត់និយាយមកលោកគ្រូអ្នកគ្រូចាំលោកគ្រូចាំខ្ញុំទេខ្ញុំត្រូវព័ទ្ធលោកគ្រូច្រើនជាងគេខ្ញុំត្រូវលោកគ្រូកាត់សក់ព្រោះសក់វែងពេកតែអរគុណលោកគ្រូហើយដែលដាក់ខ្ញុំដឹងដែលខ្ញុំថ្ងៃនេះបានជោគជ័យលោកគ្រូអ្នកគ្រូលោកគ្រូពេទ្យអ្នកគ្រូពេទ្យខ្ញុំឃើញខ្ញុំគិតថាគ្មានអ្វីល្អជាងឃើញមនុស្សដែលយើងបានចូលរួមជួយជោគជ័យឃើញមនុស្សដែលយើងជួយព្យាបាលមានសុខភាពល្អជួបជុំគ្រួសារវិញទេជាពិសេសពេលដែលឃើញចូលពេទ្យម្ដាយឪពុកកូនមករោមយំនៅនឹងតែយើងបាយជួយសង្គ្រោះគាត់ឲ្យមានក្តីសង្ឃឹមចឹងកិច្ចការងារនេះគឺសូមបន្តធ្វើឲ្យរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយដើម្បីជួយពង្រឹងមូលដ្ឋាននេះគឺនឹងជួយទៅដល់ការជួយទៅដល់លោកគ្រូអ្នកគ្រូលោកគ្រូពេទ្យអ្នកគ្រូពេទ្យដែលតែភាពក្នុងការបំពេញភារកិច្ចនៅក្នុងការងារធ្វើការងាររបស់ទេវតាដើម្បីជួយប្រជាពលរដ្ឋរបស់យើងនេះគឺជាគោលដៅអាទិភាពរបស់យើងនៅក្នុងឱកាសនេះខ្ញុំសូមធ្វើការកត់សម្គាល់ចំពោះចលនាប្រឡងនិងការវាយតម្លៃទទួលស្គាល់
អង្គភាពសេវាគំរូក្នុងវិស័យសុខាភិបាលជាច្រើនទី1ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំដែលផ្ដោតលើសាលាមត្តេយ្យសិក្សាសាលាបឋមសិក្សានៅវិទ្យាល័យនិងវិទ្យាល័យនៅក្នុងវិស័យសុខាភិបាលនិងផ្ដោតលើមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកគឺជាការគ្រប់គ្រងនិងជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈវិធានការគន្លឹះក្នុងការវិស័យអប់រំនិងវិធានគន្លឹះវិស័យសុខាលើកសម្ដៅគុណភាពនៃការផ្ដល់សេវាអប់រំសុខាភិបាលមូលដ្ឋានរបស់រដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាទី2យន្តការនៃការវិយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាលមានភាពច្បាស់លាស់និងបានកំណត់សូចនាករដែលមានលក្ខណៈបច្ចៈកលានិងស្តង់ដារទី3តាមរយៈដំណើរការវិយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូវិស័យអប់រំសុខាភិបាលអង្គភាពទី1ឲ្យមានកាន់តែច្រើនក្នុងការទទួលបានបន្ថែមនៅចំណេះដឹងព័ត៌មានបទពិសោធន៍ដ៏មានរវត្តនិងនវានុវត្តន៍ដើម្បីមានដំណោះស្រាយស្របតាមបរិយាកាសនិងស្ថានភាពជាក់ស្ដែងរបស់អង្គភាពទី4ចលនាប្រឡងបណ្ដានេះបានលើករំលឹកនិងបំផុសស្មារតីនិងមិនត្រឹមតែសម្រាប់អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់អង្គភាពផ្ដល់សេវាសាធារណៈផ្សេងទៀតដើម្បីធ្វើការកែលម្អខ្លួនជាប្រចាំស្របតាមអភិក្រមងូតទឹកឆ្លងកញ្ចក់ដោះក្អែនិងព្យាបាលដែលបានដាក់ចេញនៅដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិចក្រកម្ពុជាកែលម្អគុណភាពនៃសេវាសាធារណៈនិងអង្គភាពនីមួយៗគឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនដែលកើនឡើងជាប្រចាំទី5ដំណើរការនៃការវិយតម្លៃនៃការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូបានរួមចំណែកយ៉ាងសកម្មដល់ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឲ្យកាន់តែល្អប្រសើរខ្ញុំចង់បញ្ជាក់បន្តិចឧទាហរណ៍របស់ខ្ញុំជាមួយលោកគ្រូទេពសគុណមិញមិនមែនបានន័យថាទៅវិញតលោកគ្រូអ្នកគ្រូចាប់ផ្ដើមកាយទេណាវិធីសាស្ត្រគ្រាន់តែអ្វីដែលសំខាន់គឺវិធីសាស្ត្រនិងការអប់រំនិងជំរុញតាំងពីតូចដែលគាត់មានជោគជ័យបាទផ្លេចមិននិយាយនឹកឃើញតែឬតែគំរូតពីនៃកាត់សក់ហ្នឹងតទៅវិញអត់ទេវិធីសាស្ត្រក្នុងការធ្វើមានវិធីទុនវិធីអប់រំច្រើនអាយដាមលោកជំទាវលោកស្រីផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនិងដើម្បីបន្តអនុវត្តការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូឲ្យកាន់តែមានភាពទូលំទូលាយប្រកបដោយផ្លែផ្កាក្នុងនាមរដ្ឋាភិបាលខ្ញុំសូមធ្វើការណែនាំដល់គណៈកម្មការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិក៏ដូចជាក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិដូចតទៅទី1ដំណើរការនៃការវិយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការជំរុញវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈវិធានការគន្លឹះក្នុងវិស័យអប់រំនិងវិធានការគន្លឹះក្នុងវិស័យសុខាភិបាលក្នុងន័យនេះក្រសួងមុខងារសាធារណៈគណៈកម្មការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិក្រសួងអប់រំយុវជននិងកីឡាក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពិនិត្យនិងរៀបចំផែនការសកម្មភាពដែលប្រតិកលានិងគ្រប់គ្រងគ្នាមិនត្រឹមតែក្នុងគោលបំណងវិយតម្លៃស្វែងរកអង្គភាពគំរូប៉ុណ្ណោះទេប៉ុន្តែត្រូវផ្ដល់នូវការគ្រប់គ្រងឲ្យបានពេញលេញដល់គ្រឹះស្ថានអប់រំនិងអង្គភាពសុខាភិបាលនៅមូលដ្ឋានទាំងអស់ឲ្យមានសមត្ថភាពផ្ដល់សេវាសមស្របនិងប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋទី2គណៈកម្មការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិនិងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយដល់ការទទួលយកលក្ខខណ្ឌវិនិច្ឆ័យគោលទាំង8លក្ខខណ្ឌវិនិច្ឆ័យរងនិងលក្ខខណ្ឌវិនិច្ឆ័យលម្អិតដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៃការវិយតម្លៃដើម្បីអង្គភាពអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅក្នុងការកំណត់អំពីភាពខ្លាំងនិងភាពខ្សោយរបស់សាលាមត្តេយ្យសិក្សាសាលាបឋមសិក្សាអនុវិទ្យាល័យមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកដែលផ្ដល់សេវា
សំណុំសកម្មភាពកម្រិត1កម្រិត2និងកម្រិត3និងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនៅវិធានការសមស្របកែលម្អជាបន្តទី3គណៈកម្មការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិត្រូវសិក្សាពីលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការអនុវត្តការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈទៅអង្គភាពនិងស្ថាប័នផ្សេងទៀតទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិដើម្បីជំរុញឲ្យបានខ្លាំងក្លាចលនាប្រឡងប្រណាំងក្នុងការផ្ដល់សេវាសាធារណៈនិងភាពជាគំរូនៃអង្គភាពផ្ដល់សេវាសាធារណៈទី4គណៈកម្មការវិយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិត្រូវធ្វើការផ្សព្វផ្សាយនិងជំរុញចលនាប្រកួតប្រជែងការផ្ដល់សេវាសាធារណៈទៅដល់គ្រប់សាលារៀនមណ្ឌលសុខភាពនិងមន្ទីរពេទ្យនៅមូលដ្ឋានឲ្យបានទូលំទូលាយរៀបចំឲ្យមានការប្រណីសិក្សានិងចងក្រងនៅបទពិសោធន៍ល្អៗស្ដីពីឧត្តមមានវត្តនិងនវានុវត្តឧត្តមមានភាពនិងឧត្តមនវានុវត្តនៃសាលារៀននិងមន្ទីរពេទ្យដែលទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូព្រមទាំងរៀបចំឲ្យមានទស្សនកិច្ចសិក្សានិងចែករំលែកបទពិសោធន៍ល្អៗទាំងក្នុងនិងក្រៅប្រទេសទី5គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ក្នុងការជំរុញពង្រឹងនិងកែប្រែឥរិយាបថរបស់មន្ត្រីរាជការក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់មានឆន្ទៈម្ចាស់ការភក្តីភាពបដិសេការវិជ្ជាជីវៈនិងវប្បធម៌សេវាសាធារណៈព្រមទាំងត្រូវធ្វើការត្រួតពិនិត្យឡើងវិញទៅលើរចនាសម្ព័ន្ធមុខងារតួនាទីនិងភារកិច្ចរបស់ខ្លួនជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិងធ្វើបច្ចុប្បន្នភាពទៅលើគោលការណ៍បែបបទនិងនីតិវិធីព្រមទាំងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈទៅតាមករណីចាំបាច់ដើម្បីពង្រឹងការគ្រប់គ្រងការកែលម្អនិងពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងនិងដើម្បីនឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយចូលលើគោលការណ៍តម្លាភាពគណនេយ្យភាពនិងសុចរិតភាពជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមចូលរួមអបអរសាទរអង្គភាពដែលបានទទួលជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូនិងសូមលើកទឹកចិត្តចំពោះអង្គភាពដែលមិនទាន់បានទទួលជ័យលាភីឲ្យបន្តខិតខំប្រឹងប្រែងដើម្បីកែលម្អពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងខ្ញុំក៏សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាយដាមលោកជំទាវលោកស្រីនិងតួអង្គពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារនិងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវនិងមានមនសិការវិជ្ជាជីវៈខ្ពស់ខ្ញុំសូមធ្វើការប្រកាសទទួលស្គាល់ជាផ្លូវការជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ2023និងប្រកាសដាក់ឲ្យអនុវត្តការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូកម្រិតវិទ្យាល័យសាលាមត្តេយ្យសិក្សានិងមន្ទីរពេទ្យបង្អែកសម្រាប់ឆ្នាំ2024ចាប់ពីពេលនេះតទៅជាទីបញ្ចប់ខ្ញុំសូមជូនពរអាដាមលោកជំទាវលោកស្រីភៀវកិត្តិយសជាអន្តរជាតិព្រមទាំងសមាជិកានៅអង្គពិធីទាំងមូលសូមមានសុខភាពល្អកម្លាំងមាំមួននិងទទួលបានជោគជ័យនៅគ្រប់ភារកិច្ចទាំងអស់សូមអរគុណ